បាទសួស្តីបងប្អូនទាំងអស់គ្នាសម្រាប់ថ្ងៃនេះលោកគ្រូសូមបង្ហាញវីដេអូជា tip ខ្លីបន្តិចណាសម្រាប់ឲ្យបងប្អូនទាំងអស់គ្នាចូលរួមក្នុងថ្នាក់របស់យើងតាមរយៈ Google Classroom ណាអញ្ចឹងសម្រាប់ដែលអ្នកចូលហើយគឺអូខេគាត់ចេះហើយដែលអ្នកសម្រាប់អ្នកដែលអត់ទាន់បានចូលបាទដោយសារគាត់អត់ដឹងឬក៏ព័ត៌មានហ្នឹងឬក៏អត់មានអ៊ីនធឺណិតឬក៏អីហ្នឹងក្នុងកលៈទេសៈយើងកំពុងនៅផ្ទះអញ្ចឹងលោកគ្រូសូមនាំផ្ញើតាមវីដេអូនេះសម្រាប់ឧទាហរណ៍ថ្នាក់ហ្នឹងមួយណា2751អញ្ចឹងបងអូនដឹងខ្លួនហើយនៅពេលបងអូនអត់ទាន់បានចូលទៅក្នុងថ្នាក់ហ្នឹងនេះខ្ញុំសូមបង្ហាញអញ្ចឹងកន្លែងពិព័រណ៍ហ្នឹងគឺមានសិស្សមានគ្រូអញ្ចឹងយើងមើលកន្លែងសិស្សឧទាហរណ៍មួយដោយសារយើងមានថ្នាក់ពីមុនមកអញ្ចឹងខ្ញុំបានបញ្ចូលយកអ៊ីមែលរបស់បងអូនបានបញ្ចូលក្នុងហ្នឹងអញ្ចឹងមានបងអូននេះមួយបាទ nickname របស់គាត់everyday action អញ្ចឹងទៅឬក៏កំហួរបើយើងមើលឈ្មោះរបស់គាត់ active ណាមានគាត់បានចូលបាន join ក្នុងថ្នាក់ហ្នឹងហើយដល់ឡែកបងអូនមិនទាន់ខ្ញុំបានបញ្ចូលអ៊ីមែលបាទ invite តាមរយៈអ៊ីមែលអញ្ចឹងឃើញអត់ទាន់ active ទេសញ្ញាបាទពណ៌ប្រផេះហ្នឹងបាទមានពាក្យ invited ហ្នឹងអញ្ចឹងបងអាចដើម្បីចូលទៅក្នុងហ្នឹងបងអាចតែមិនទាន់ active ហ្នឹងបងអាច join តាមរយៈលេខកូដនេះបាទថ្នាក់2751ណាឬក៏បងអូនអាចចូលទៅអ៊ីមែលរបស់បងអូននេះណាឧទាហរណ៍មួយមកខាងនេះជាបងអូនញ៉ឹងនេះមាន message មួយដែលខ្ញុំ invite ណាបាទនេះដោយសារខ្ញុំ active ហើយអញ្ចឹងខ្ញុំយក message មួយទៀតទៅថ្នាក់ផ្សេងណា2731នេះអត់ទាន់ active ទេអញ្ចឹងបងអូនចូលទៅដូចគ្នាណាបងអូនចូលទៅឃើញ message ដែលខ្ញុំ invite ហ្នឹងឧទាហរណ៍នេះជាថ្នាក់បងឯងjoin មកអញ្ចឹងនៅពេលហ្នឹងគឺបាទយកពាក្យ join មក join class បាទអញ្ចឹងនៅពេលហ្នឹងបងអូនបានចូលទៅក្នុងថ្នាក់រៀនយើងត្រឹមត្រូវបាទគឺ account បងអូនគឺ active ហើយអាចចូលទៅមើលនេះ2731នេះ people ទៅគឺ active ហើយណាបាទខ្ញុំតេស្ត account ខ្លួនខ្ញុំមួយអ៊ីមែលផ្សេងឃើញនេះបាទ active ណាអញ្ចឹងសម្រាប់បងអូនដែលមិនទាន់ដឹងឬក៏មិនទាន់បាននេះសូមឬក៏បានដឹងហើយជួយប្រាប់គ្នាណាមិត្តភ័ក្តិយើងនៅក្នុងថ្នាក់នេះជួយប្រាប់គ្នាថាបងអូនមិនទាន់បាន join ចូលទៅក្នុងថ្នាក់ហ្នឹងទេណាអញ្ចឹងសូមឲ្យ join ទាំងអស់គ្នាព្រោះអាចថាយើងនឹងមានការជុំគ្នាជាលក្ខណៈ video conference ពេលឆាប់នេះបាទតាមរយៈ group messenger ណាខ្ញុំមានការអីផុសតាម group messenger បាទអញ្ចឹងសង្ឃឹមថាបងអូនចូលរួមទាំងអស់គ្នាហើយវីដេអូនេះគ្រប់ថ្នាក់ណាគ្រប់គ្រូណាមិនមែនថាតែថ្នាក់សម្រាប់មុខវិជ្ជាខ្ញុំទេបងអូននៅមានមុខវិជ្ជា3 4ទៀតណាអញ្ចឹងធ្វើតាមនឹងដូចគ្នាណានេះជា message alert ពីខ្ញុំក៏ដូចជាគ្រូផ្សេងទៀតជួយប្រាប់គ្នាឲ្យចូលក្នុងថ្នាក់ទាំងអស់គ្នាបាទសូមអរគុណ